Tụi tôi từng học ní nhưng mà mơ cái lại AI របស់ Google AI ចេករបស់ Google ធម្មតាយើងប្រើ Gemini យើងមកមើលនៅកន្លែងនេះវិញគឺ Google Flow យើង search Google Flow មកគឺវានឹងចូលទៅក្នុង Google Lab អញ្ចឹងយើង click នៅលើហ្នឹងមក lab.google to flow កន្លែងនេះបើយើងធ្លាប់ស្គាល់ប្រហែលជាដឹងហើយវាជា advanced platform មួយរបស់ Google សម្រាប់ create image ក៏ដូចជា video តែនៅក្នុងនេះយើងមើលបន្តិចជាមួយនឹងលក្ខខណ្ឌរបស់វាយើងមានជំរឿនច្រើននៅក្នុងនេះយើងមាន free version AI Plus AI Pro AI Ultra និង AI Ultra មួយទៀតហើយលក្ខខណ្ឌកន្លែងនេះ free version ប្រហែលជាយើងនឹងអាចប្រើបានគ្រប់គ្រាន់សម្រាប់ការងារតិចតួចនៅក្នុងការងាររបស់យើងការងាររាល់ថ្ងៃយើងបាន50 Google Flow Credit Daily ជាមួយនឹងអ្វីដែលយើងនឹងជជែកគ្នាហ្នឹងគឺ AI ចេក Nano Banana Pro ជាមួយនឹង Nano Banana 2អ្វីដែលសំខាន់គឺវាអាច upscale ទៅ 2K អញ្ចឹងយើង render 1K resolution ហើយ upscale ឡើង 2K ហើយបើយើងគិតថាយើងអត់គ្រប់គ្រាន់អាចប្រើដល់នេះបានក៏យើងអាចសាកមើលបានដែរពេលដែលយើងចូលមកក្នុងកន្លែងនេះយើងនឹងឃើញ option មួយឈ្មោះថា new project ហើយវាត្រូវការឲ្យយើង link ជាមួយនឹង account របស់យើងនេះជា project មួយចាស់ហើយយើង click នៅលើ project ថ្មីគឺវានឹង create យើង click នៅលើនេះដើម្បី rename យើងឃើញមាន all media character scene tour ហើយនៅកន្លែងនេះជាអ្វីដែលយើងនឹងធ្វើការនៅលើវា click សញ្ញាបូកយើងអាច upload image របស់យើងបានហើយនៅកន្លែងនេះ AI agent instruction ហើយ setting របស់វាអញ្ចឹងយើងអាចប្រើជាមួយនឹង resolution Nano Banana Pro Nano Banana 2 engine របស់វា VAO នេះ video ផ្នែកខាងលើនេះ image ផ្នែកខាងក្រោមនេះ video យើងអាចសាកសិនជាមួយនឹង prompt photo realistic of my modern architecture ហើយយើង check setting របស់វាហើយយើងអាចកំណត់បានជាមួយនឹងរថយន្តរបស់វាកន្លែងនេះគឺជា image ដែលយើង generate យើង generate ពីរូបភាពហើយគឺវា run បែបនេះយើង run ម្ដងពីរយើងឃើញសញ្ញា point កន្លែងនេះបានន័យថាយើងប្រើ prompt នឹងឡើងវិញវាបាន add detail បន្ថែមលើនឹងទៀត photo realistic Khmer model architecture blending traditional Khmer motive contemporary equality របស់វាយើងបាន select 4 option ហើយ adding detail ទៅលើហ្នឹងតែអត់បែបហ្នឹងទេប្រហែលជា remove អាចាស់ចោលសិននឹងដាក់ locate page in urban area អញ្ចឹងវាមិនខុសគ្នាទេគឺវា process ទាំង4ហើយវាមកបែបនេះយើងមាន setting ដែលអាចកំណត់បាន grid
បាទ size របស់វា នៅពេលដែលយើងអូខេហើយយើងអាច download បាននៅពេលដែលយើងគិញលើ download វាមាន option ឲ្យយើង upscale ទៅ 2K 4K ឬក៏តែយើង upgrade ទៅលក្ខខណ្ឌផ្សេងយើង download នេះគ្រាន់តែជា sample មួយសម្រាប់ image ដែលយើងអាច generate ហើយយើងអាចមាន option ជាច្រើនទៀតក្នុងនេះមាន crop select draw យើងអាច upload sketch image អីចឹងទៅហើយ Chrome generate មានទាំងវីដេអូឧទាហរណ៍ខ្ញុំយក option នេះខ្ញុំវាយ time lapse animation ហើយនេះគឺវាសួរយើង generate 10 second time lapse video animated យក modern ខ្មែរហោជា approve គឺវា generate មកកន្លែងនេះគឺវាតកតងជាមួយនឹងកន្លែងនេះ agent react for confirmation ហើយយើងយក never គឺវានឹង generate auto ហើយ credit គឺវានឹងកាត់ទៅតាមប្រភេទ engine ដែលយើងប្រើអញ្ចឹង50 credit រៀងរាល់ថ្ងៃ credit refresh daily យើង generate ហើយយើងអាចមើលបាន animation time lapse